សម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថា
ថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នកសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើ
ថាប្រែថានាងសម្រាប់ពាក្យមួយនេះគឺយើងអានថាវវសំឡេងទី3ដែលយើងអានសង្កត់ចុះហើយអូសឡើងលើវប្រែថាខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1យើងអានស្មើថាប្រែថាវាសម្រាប់ពាក្យមួយនេះគឺយើងអានថាសំឡេងទី1អានស្មើថាប្រែថាគាត់សម្រាប់ពាក្យមួយនេះគឺយើងអានថានីសំឡេងទី3គឺយើងអានសង្កត់ចុះហើយអូសឡើងលើនីប្រែថាអ្នក